មកក្មេកផ្ដាំផ្ញើថាមកទៅពេញធ្វើបាយក្ដាំផ្ញើគាត់ផងចេះស្នាងចូលផ្ទះបាយបងខាងដាំបាយគាត់ដាំបាយបាន2ឆ្នាំសោះក្ដាំនឹងស្អាតម្លោះហើយបញ្ញាធ្វើឲ្យហើយសម្រាប់បាយក្ដាំដាំនឹងច្ក្រានខ្ជុំស្រួលធ្វើមែនតើបងប្អូននិយាយទៅបានតែញ៉ាំថ្មីចាឯងជាដំបូងយើងធ្វើការអំពូខ្ទឹមឲ្យឡើងឈ្ងុយល្អសិនមកហើយយើងហាន់តែស្លឹកខ្ទឹមល្អិតចេះឲ្យបងចូលមកដាក់ហឹលមកល្មមឆាខ្ទឹមឆាម្ទេសឲ្យឈ្ងុយចូលគ្នាក្លិនគ្រឿងយកទៅពីមុខហ្នឹងក៏ឈ្ងុយបាត់ទៅហើយបាយនេះយើងឆ្អើរវាឡើងល្បើកក្ដាំបន្ទាប់មកយើងយកខ្ទឹមដែលយើងបានពងវិញហ្នឹងយកមករោយវាលើនៅឲ្យសព្វវាពេញនេះមកយើងបន្តកដៅនៅលើភ្លើងរំសិនបន្តមកចាប់ផ្ដើមមកធ្វើឆាទឹកសដាក់ទឹកប្រឡាក់សាច់របស់យើងហ្នឹងឆ្ងាញ់យកទៅណាមិនអស់បើសិនបងប្អូនចូលចិត្តផ្អែមហើយថែមដោះគោតិចមកដាក់ដោះគោចូលទៅរត់ទឹកខ្ទិះផ្អែមឆ្ងាញ់ហ្មងព្រឹកព្រលឹមឡើងធ្វើបាយក្ដាំងអញ្ចឹងហេវបដ ாய் អត់តែយើងដាំបាយនឹងចក្រានខ្ជុំអត់ពិបាកធ្វើទេហើយប៉ះឆ្នាំងខ្មែរយើងក្រាស់ក្រាស់អញ្ចឹងបានក្ដាំងល្អមែនតែនបើតាមរោងការវិញគេមានអាស័យលាបបាយយើងប៉ាតសពពេញនោះយកទៅចូលគ្រប់គ្រាប់ហ្មងគាត់ថានេះយើងធ្វើនៅផ្ទះធ្វើតាមលទ្ធភាពមានគ្រឿងអីធ្វើគ្រឿងហ្នឹងដាក់ម្ទេសដាក់អញ្ចឹងទៅឃើញពណ៌ឡើងតំណងយើងរោយសាច់ផាត់ពីលើនឹងទៀតមកតែមានគ្រឿងខុននៅផ្ទះហើយចង់ធ្វើម្ហូបអីញ៉ាំក៏បានដែររបស់ញ៉ាំស្រាប់ក៏មានរបស់យកទៅធ្វើម្ហូបក៏មានកាពិផានៅម្ទេសឆាបកានេះជាតិលើហ្នឹងយើងកំពុងតែមានប្រូម៉ូសិនបងប្អូនទិញអស់$30យើងថែមទឹកភ្លាជូនម្ដង free សេវាដឹកជូនទៀតណោះហើយទឹកភ្លាហ្នឹងមិនថាតែបងប្អូនយកទៅបុកល្ហុងយកទៅធ្វើភ្លាធ្វើញ៉ាំឲ្យបានច្រើនមុខសម្រាប់បងប្អូនអត់ចេះប្រហុកវិញដាក់ទឹកភ្លានេះដល់ត្រូវហើយគ្រឿងខុនគ្រប់មុខយកទៅបើហត់ថែមថយគ្រឿងក្រើអីច្រើនទេយើងអាប់ដេតរសជាតិថ្មីកាត់បន្ថយផ្អែមជាងមុនអញ្ចឹងសម្រាប់បងប្អូនដែលញ៉ាំរៀងផ្អែមអាចបន្ថែមស្ករឬមួយក៏ទឹកដោះគោខាប់ដូចខ្ញុំធ្វើអញ្ចេះបន្តិចទៅក៏បានសម្រាប់រសជាតិអាប់ដេតថ្មីនេះទាំងមនុស្សចាស់ទាំងកូនក្មេងអត់ចេះញ៉ាំផ្អែមគឺអាចញ៉ាំបានទូទៅតែម្ដងបាយរបស់យើងល្បើកកាន់តែខ្លាំងហើយកោសមកស្រួយឡើងល្អមែនតែនបាយក្ដាំងមែនតែនអញ្ចឹងអត់សូវជាស្រួយដូចយើងយកទៅបំពងទេតែញ៉ាំទៅជក់មាត់ណារៀងហល់ឈ្ងុយមានសាច់ផាត់អីនៅពីលើនឹងទៀតយើងដាំបានក្ដាំងស្ដើងល្អអញ្ចឹងស្រួយខ្លាំងម្ល៉េះហើយកោសមកវារបៀបថាអត់បានដុំធំទេប៉ុណ្ណឹងក៏មិនអីដែរព្រោះពេលយើងញ៉ាំកាច់វាដែរហ្នឹងមុនហ្នឹងយើងធ្វើបាយក្ដាំងស្រួយបន្តមកធ្វើបាយក្ដាំងតុនម្ដងព្រោះមួយឆ្នាំងទៀតវានៅតុននៅឡើយអត់បានឆ្អើវាក្រៀមសម្រាប់របៀបធ្វើដូចគ្នាអញ្ចឹងគ្រាន់តែយើងដូរទឹកសយកទឹកភ្លាមកធ្វើវិញទឹកភ្លានេះអត់មានអីច្រើនទេបងប្អូនយើងប្រើទឹកត្រីស្ករសនិងប្រហុកបន្តិចទឹកភ្លារបស់យើងហ្នឹងទុកបានយូរណាបងប្អូនទុកក្រៅទូ3ខែ5ខែក៏អត់ខូចដែរបន្តមកយើងយកបាយទៅកដៅនៅលើភ្លើងហើយទឹកសហ្នឹងលាយជាមួយនឹងខ្លាញ់អញ្ចឹងហើយលាបលើបាយតែម្ដងមកបាយក្ដាំងប្រភេទនេះលាយគ្រឿងអញ្ចឹងហើយយកញ៉ាំអាភ្លាមរបៀបថាបាយយើងនៅតុនរៀងរងតិចតុនតិចអូយបាក់និយាយបងប្អូនគ្រាន់តែថាបងប្អូនធ្លាប់ញ៉ាំតាមរោងការដឹងហើយពីមុខហ្នឹងចង់ញ៉ាំមួយណាធ្វើមួយហ្នឹងប៉ុន្តែបាយក្ដាំងអាតុនណាស្រួលធ្វើជាងបាយក្ដាំងស្រួយតែប៉ុណ្នេះហើយរៀបចំខ្ចប់ឲ្យម៉ាក់ក្មេងទុកយកទៅភ្នំពេញអរគុណចាស់បងប្អូនជួបគ្នាវីដេអូក្រោយបាយ